សម្ដេចបវរធិបតីចង់ឃើញក្បាច់គុណបុរាណខ្មែរត្រូវបានយកទៅបង្ហាត់បង្រៀននិងវឹកហាត់នៅតាមបណ្ដាប្រទេសនានាឲ្យកាន់តែច្រើនបន្ថែមទៀតនៅវេលារសៀលថ្ងៃទី25ខែមីនាឆ្នាំ2025សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យគណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិកដឹកនាំដោយឯកឧត្តមវ៉ាសុធាប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្ដែងការគួសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបឯកឧត្តមវ៉ាសុធាប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរនៅស្ថានីយទូរទស្សន៍ថោនដោយបានរៀបចំការប្រកួតពី2សង្វៀនក្នុងមួយសប្តាហ៍កើនដល់6សង្វៀនក្នុងមួយសប្តាហ៍ដែលការរីកចម្រើននេះគឺកើតចេញពីកិច្ចសហប្រតិបត្តិការរបស់ស្ថានីយទូរទស្សន៍ថោនជាមួយនឹងបណ្ដាស្ថាប័នប្រដាល់អន្តរជាតិនានានៅតាមបណ្ដាប្រទេសមួយចំនួនឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថាតាមរយៈការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនិងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចបវរធិបតីប្រដាល់គុនខ្មែរទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសនិងបានផ្សព្វផ្សាយប្រដាល់គុនខ្មែរយ៉ាងទូលំទូលាយទៅកាន់ពិភពលោកបន្ថែមលើនេះឯកឧត្តមវ៉ាសុធាក៏បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីការត្រៀមរៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់តេជោសន្តិភាពលើកទី3រវាងកីឡាករកម្ពុជានិងកីឡាករមកពីសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី28ខែមិនិនាឆ្នាំ2025នៅខេត្តសៀមរាបនាពេលខាងមុខនេះដោយសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក World Championship Kickboxing ឬ WCK ព្រមទាំងនឹងមានការផ្សាយបន្តផ្ទាល់ពីការប្រកួតនេះទៅកាន់សហរដ្ឋអាមេរិកផងដែរជាការឆ្លើយតបសម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូគុនខ្មែរក៏ដូចជាគណៈប្រតិភូមកពីស្ថាប័នប្រដាល់សេរីពិភពលោក WCK និងបានសម្ដែងនូវសេចក្តីសោមនស្សរីករាយនិងកោតសរសើរចំពោះស្ថានីយទូរទស្សន៍ថោនដែលបានសហការជាមួយនឹងស្ថាប័នប្រដាល់សេរីពិភពលោក WCK ក្នុងការរៀបចំការប្រកួតដណ្ដើមពានរង្វាន់សម្ដេចតេជោសន្តិភាពលើកទី3នៅខេត្តសៀមរាបដែលនេះគឺជាឱកាសមួយដ៏ល្អនៅក្នុងការជំរុញការផ្សព្វផ្សាយនិងការលើកកម្ពស់ស្មារតីសិល្បៈក្បាច់គុនខ្មែរក៏ដូចជាការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោកសម្ដេចបវរធិបតីក៏បានគូបញ្ជាក់ពីភាពសម្បូរបែបនៃសិល្បៈក្បាច់គុនបុរាណខ្មែរនិងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះស្ថាប័នប្រដាល់សេរីពិភពលោក WCK ដែលបានចាប់អារម្មណ៍ទៅលើសិល្បៈគុនបុរាណខ្មែរដែលនេះគឺជាវប្បធម៌របស់កម្ពុជាមិនត្រឹមជាសិល្បៈការពារខ្លួននិងសិល្បៈក្នុងការប្រយុទ្ធប៉ុណ្ណោះទេថែមទាំងជាស្ពានក្នុងការកសាងមិត្តភាពផងដែរទន្ទឹមនឹងនេះសម្ដេចបវរធិបតីក៏បានគូបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៅក្នុងការគាំទ្រសិល្បៈក្បាច់គុនបុរាណខ្មែររួមមានការដាក់បញ្ចូលគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ជាផ្លូវការនិងបានដាក់យុទ្ធគុនមួយចំនួនចូលទៅក្នុងវិស័យកងទ័ពដូចជាគុនល្បុក្កតោយុទ្ធក្រមខមនិងគុនខ្មែរជាដើមសម្ដេចបវរធិបតីក៏បានគូបញ្ជាក់ថាសម្ដេចចង់ឃើញយុទ្ធគុនខ្មែរត្រូវបានយកទៅបង្ហាត់បង្រៀននិងវឹកហាត់នៅតាមបណ្ដាប្រទេសនានាឲ្យកាន់តែច្រើនបន្ថែមទៀតសម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឲ្យស្ថានីយទូរទស្សន៍ថោនបន្តសហការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិជាមួយនឹងស្ថាប័នប្រដាល់សេរីអន្តរជាតិនានាឲ្យបានកាន់តែច្រើនថែមទៀតនិងបានជូនពរឲ្យការរៀបចំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់សម្ដេចតេជោសន្តិភាពលើកទី3នៅខេត្តសៀមរាបទទួលបានជោគជ័យ